សួស្តីនិងគោរពជម្រាបសួរទៅកាន់បងប្អូនទាំងអស់គ្នាបាទថ្ងៃនេះស្វាគមន៍បងប្អូនចេញពីក្នុងវត្តតែម្ដងគឺវត្តឧដុង្គមានជ័យបាទថ្ងៃនេះបាទខាងក្រុម Mighty សុភិនតន្ត្រីគឺត្រៀមប្រគំជូនបងប្អូនទស្សនានៅក្នុងវត្តឧដុង្គមានជ័យបាទឥឡូវនេះគឺថាខាងក្រុមការងារក៏ដូចជាខាងថកែផ្ទាល់បាទគាត់កំពុងតែរៀបចំភ្លើងបាទកំពុងតែរៀបចំប្រព័ន្ធសោននិងដេកផ្សេងនៅលើឆាកដើម្បីត្រៀមប្រគំជូនពុកម៉ែបងប្អូនទាំងអស់គ្នារួមលេងកំសាន្តក៏ដូចជាទស្សនាកំសាន្តនៅពេលរាត្រីផងដែរបាទគឺថាយើងចាប់ផ្ដើមនៅក្នុងរដូវកាលថ្មីគឺជាថ្ងៃទី1នៃការលេងដំបូងរបស់ខាងក្រុម Mighty សុភិនតន្ត្រីតែម្ដងបើអញ្ចឹងគឺថាយើងបានប្រគំនៅក្នុងវត្តឧដុង្គមានជ័យបាទមិនដឹងថាបងប្អូនទាំងអស់គ្នាបានស្គាល់ឬក៏អត់ទេបើសិនជាបងប្អូនធ្លាប់ធ្វើដំណើរតាមផ្លូវច្រកសៀមបាទស្គាល់វត្តដំបូកខ្ពស់ឬក៏វត្តពោជុំបាទគឺវត្តនេះគឺនៅចន្លោះហ្នឹងបាទនៅក្បែរហ្នឹងដែរបាទឥឡូវនេះគឺយើងកាត់មកដល់ពេលព្រឹកតែម្ដងដោយសារតែពេលយប់ហ្នឹងគឺថាមិនបានថតអីវែងឆ្ងាយទេដោយសារខ្ញុំគឺជាអ្នកភ្លេងបាទអញ្ចឹងហើយខ្ញុំអត់សូវមានពេលថតអញ្ចឹងគឺរំលងមកដល់ពេលព្រឹកតែម្ដងឃើញខាងនារីអ្នករាំអ្នកច្រៀងយើងគាត់កំពុងតែថតរូបបាទហើយយើងបន្តចូលទៅកាន់មកប្លង់ទៀតដើម្បីឲ្យបងប្អូនទាំងអស់គ្នាបានទស្សនាតាក់ទងទៅនឹងការច្រៀងនិងរាំពេលថ្ងៃវិញម្ដងបងប្អូនបាទអញ្ចឹងនេះគឺជាការប្រគំផ្ទាល់នៅពេលថ្ងៃហើយមានការទស្សនាពីខាងលោកយាយលោកតាភូមិបងប្អូននៅខាងសាលាខាងមុខនោះបាទឬក៏ថាកន្លែងដែលទទួលភ្ញៀវបាទគាត់ពិសាភោជនីយហាបណ្ដាគាត់ទស្សនាពីការប្រគំពីខាង Mighty សុភិនតន្ត្រីបណ្ដាបាទអញ្ចឹងបើសិនជាពុកម៉ែបងប្អូនជាប់មកដល់បងប្អូនបើសិនជាពុកម៉ែបងប្អូនទាំងអស់បាទមានកម្មវិធីតាក់ទងទៅនឹងកំសាន្តសប្បាយបាទត្រូវការតន្ត្រីប្រគំនៅក្នុងកម្មវិធីរបស់បងប្អូនបាទសូមកុំភ្លេចជាមួយនឹង Mighty សុភិនតន្ត្រីបាទអញ្ចឹងបងប្អូនអាចឆាតមក page ខ្ញុំផ្ទាល់ឬក៏ comment នៅក្រោមវីដេអូនេះបាទបងប្អូនអាចតាក់ទងសួរតម្លៃនិងតក់អីចឹងទៅបាទយើងនិយាយគ្នាចឹងណាបងប្អូនបាទបងប្អូនទាំងអស់គ្នាបាទយើងប្រគំនៅពេលព្រឹកនេះគឺថាយើងបញ្ចប់ទៅដោយរលូនអ្វីត្បិតតែជាថ្ងៃដំបូងនៃការចាប់ផ្ដើមនៅក្នុងរដូវកាលថ្មីប៉ុន្តែយើងប្រគំពេលព្រឹកគឺបានដោយរលូនបាទប៉ុន្តែក៏មានចំណុចមួយចំនួនដែលបងប្អូនមួយចំនួនយើងគាត់មើលទៅមានការខុសឆ្គងអាហ្នឹងក៏ជាការយល់ឃើញរបស់បងប្អូនផងដែរប៉ុន្តែចំណុចខ្លះយើងក៏សូមអធិស្ឋានចំពោះបងប្អូនបាទអរគុណច្រើនបងប្អូនទាំងអស់គ្នាឥឡូវបងប្អូនអាចទស្សនាដោយផ្ទាល់និងបានមើលបានឃើញដោយផ្ទាល់ហើយនេះគឺជាការប្រគំពីខាង Mighty សុភិនតន្ត្រីបាទទទួលប្រគំនៅក្នុងកម្មវិធីតូចធំបាទឡើងផ្ទះបាទកម្មវិធីចេញខែកូនខុំកំណើតឬក៏កម្មវិធីរៀបមង្គលការជប់លៀងជាដើមបាទចឹងគាត់ថាគប់សពបែបយ៉ាងតែម្ដងបងប្អូនណាចឹងបងប្អូនថាត្រូវការឲ្យទៅថាត្រូវការតន្ត្រីបងប្អូនអាចតាក់ទងមកបាទ comment ឬក៏ឆាតមកឬក៏តាក់ទងតាមរយៈលេខទូរស័ព្ទក៏បានដែរបាទសិតអ្នករាំស្អាតណាបងប្អូនបាទអ្នករាំបញ្ចេញក្បាច់រាំស្អាតភ្លឹងលះជូនបងប្អូនទស្សនាតែម្ដងបាទហើយនៅក្នុងពេលហ្នឹងផងដែរគាត់ថាគាត់ឆ្លៀតថតជាប់មុខខ្លួនឯងខ្លះទៅដើម្បីជាអនុស្សាវរីយ៍មួយសម្រាប់ខ្លួនឯងបាទជាមួយនឹងការធ្វើបុណ្យកឋិនទាននិងការប្រគំតន្ត្រីនៅក្នុងវត្តឧដុង្គមានជ័យបាទអញ្ចឹងគាត់ថាចេះតែថតមុខខ្លួនឯងខ្លះទៅហើយក៏អរគុណថ្ងៃនេះបានកាហ្វេមួយកែវផងដែរពីខាងវត្តផ្ទាល់បាទហើយបន្ទាប់មកគឺថាដល់ថ្ងៃត្រង់ទៅហើយការប្រគំតន្ត្រីក៏បានបញ្ចប់ហើយខាងពុទ្ធបរិស័ទញាតិញោមជិតឆ្ងាយបាទអង្គភូមិហ្នឹងក៏រៀបចំពិសាភោជនីយហាហើយយើងក៏រៀបចំទៅផ្ទះចឹងដែរបាទអរគុណច្រើនបងប្អូនទាំងអស់គ្នាបាទជម្រាបលា